សម្រាប់អ្នកអត់សូវមានពេលវេលាឬក៏យើងរវល់ជាមួយនឹងការងារច្រើនអញ្ចឹងយើងត្រូវតែចេះឆ្លៀតពេលដូចថ្ងៃនេះថ្ងៃអាទិត្យអញ្ចឹងហើយក៏ជាទិវានៃរថប្រណាំងម៉ាតុងលើកទី13តែមុនទៅក៏យើងត្រូវថែស្បែកយើងឬក៏យើងត្រូវលាប sunscreen ដើម្បីការពារពន្លឺថ្ងៃព្រោះទាំងសម្រស់និងសុខភាពគឺមានសារៈសំខាន់ដូចគ្នាអញ្ចឹងយើងត្រូវថែរក្សាឲ្យបានល្អអ្វីដែលសំខាន់គឺយើងត្រូវចេះបង្កើតលេសឲ្យខ្លួនឯង3សិនទី1អាច1គឺខ្លួនឯងយើងអាចទិញអីជាកាដូឲ្យខ្លួនឯងឧទាហរណ៍ដូចថ្ងៃហ្នឹងគឺជាយើងទៅហាត់ប្រាណអញ្ចឹងយើងអាចទិញកៅអៅឬក៏ទិញស្បែកជើងសម្រាប់ខ្លួនឯងឲ្យទៅជាកាដូដើម្បីលើកទឹកចិត្តខ្លួនឯងថាយ៉ាងហោចណាស់យើងមានអីថ្មីដែលជាថ្នាក់មួយដែលអាចឲ្យយើងទៅហើយយើងសប្បាយចិត្តនិងរីករាយជាមួយនឹងពេលវេលាផ្ទាល់ខ្លួនរបស់យើងលេសទី2គឺត្រូវធ្វើដើម្បីមនុស្សដែលខ្លួនឯងស្រឡាញ់ពួកគាត់ចិត្តតែងតែចង់ឲ្យយើងរឹងមាំហើយមានភាពវៃឆ្លាតនៅពេលដែលអារម្មណ៍យើងល្អគឺខួរក្បាលយើងល្អដូចគ្នា